អូខេ នៅក្នុងមេរៀននេះគឺខ្ញុំមកបង្រៀនមកបង្ហាញតកតងជាមួយនឹងការប្រើ AI សរសេរជាអឺភាពយន្តរូបភាពយន្តចិនបែបបុរាណហើយយើងត្រូវប្រើគឺទី1 DeepSeek យើងមកស្គាល់ DeepSeek គឺជា website របស់ចិននេះ website នេះ DeepSeek អូខេពេលយើងចូលមកហើយយើងចុចជាភាសាអង់គ្លេសមកហើយយើងចុច start now មកបើសិនវាឲ្យ login គឺ login សិនទៅអឺតែនេះបោះខ្ញុំវាមានរួចហើយអញ្ចឹងទីមួយគឺយើងត្រូវមកមកយល់តាក់ទងជាមួយនឹងការសរសេរ prompt អានេះបញ្ជាក់មាន8ចំណុចសួរថាទាំង8ចំណុចហ្នឹងបើអត់មួយណាបានអត់បានអត់មួយណាក៏បានដែរឬធ្វើតែមួយក៏បានតែវានឹងមិនសូវដូចអ្វីដែលយើងចង់បានឧទាហរណ៍ថាទី1ប្រធានបទជា subject នេះទី1បញ្ជាក់អ្វីដែលអ្នកចង់ធ្វើជាចំណុចផ្ដោតនៃរូបភាពដូចជាមនុស្សសត្វវត្ថុទីកន្លែងអញ្ចឹងនៅក្នុងទី1ហ្នឹងបើសិនជាយើងអត់បានបញ្ជាក់យើងក៏ជួយសរសេរ prompt ឲ្យអញ្ចឹងយើងអត់មានបានបញ្ជាក់ថាសរសេរអីគេសរសេរជាមនុស្សជាសត្វជាវត្ថុឬក៏ទីកន្លែងអញ្ចឹងអាហ្នឹងគឺយើងត្រូវបញ្ជាក់គេហើយទី2ប្រធានបទលម្អិត subject detail អញ្ចឹងពិពណ៌នាអំពីលក្ខណៈនៃប្រធានបទដូចជាសម្លៀកបំពាក់អាហ្នឹងគឺ detail សម្លៀកបំពាក់ម៉ូដសក់កាយវិការអារម្មណ៍ឬលក្ខណៈរាងកាយអញ្ចឹងលក្ខណៈរាងកាយហ្នឹងគឺបែបណាលក្ខណៈរាងកាយវាមានដូចជាបើសិនអត់ពាក់អាវចេញសាច់ដុំអញ្ចឹងគួរតែសាច់ដុំប្រភេទណាកគួរតែពណ៌អីថ្ងាសគួរតែពណ៌អីព្រោះអីពេលខ្លះថ្ងាសវាត្រូវចាំងពលឺเนาะអញ្ចឹងយើងត្រូវទៅសេលំអិត detail នៅតែហ្នឹងអាវគួរតែអាវសម័យមួយណាឬក៏ជាអាវកវាលក្លៀកឬក៏ជាអាវយឺតឬក៏ជាអាវអ្នកស្រែចម្ការអញ្ចឹងកន្លែងនេះគឺប្រធានបទលម្អិតផ្ទៃខាងក្រោយ background យើងចង់បញ្ជាក់ពីបរិស្ថានឬទីតាំងដែលប្រធានបទស្ថិតនៅដូចជាវាលស្មៅភ្នំទីប្រជុំជនចាស់ចាស់ឬក៏ចំមិនបានខ្ញុំសេទីប្រជុំជនចាស់បានន័យថាផ្ទះនៅជនបទអូខេផ្ទះនៅជនបទផ្ទះនៅស្រុកស្រែចម្ការឬនៅក្នុងក្រុងឬក៏នៅតាមផ្លូវដែលមានឡានឬតាមផ្លូវដែលមានអាទេសភ្លើងអញ្ចឹងអឺអានេះគឺយើងសរសេរតាក់ទងនឹងអ្វីដែលនៅពីក្រោយយើងនៅពីមុខយើងពន្លឺនិងបរិយាកាសបញ្ជាក់លក្ខណៈនៃពន្លឺនិងបរិយាកាសដូចជាថ្ងៃលិចពន្លឺថ្ងៃចាំងអានេះខ្ញុំដាក់ថ្ងៃច័ន្ទអាប់ក្រាស់ស្គាល់ទេបានតែពពកចុះអាប់ឬក៏អត់មានផ្សែងឬក៏អត់ថ្ងៃនឹងចាំងខ្លាំងអត់ឬក៏ថ្ងៃរៀបលិចអត់អូខេពណ៌សភាពជាបញ្ជាក់ពណ៌ឬរចនាបថដែលចង់បានសភាពដូចជាពណ៌នៃរដូវអីគេយើងចង់ឲ្យវាពណ៌ជារដូវក្តៅរដូវត្រជាក់ភ្លឺឬក៏ងងឹតរចនាបថ style បញ្ជាក់រចនាបថនៃរូបភាពដូចជាខ្សែភាពយន្តបានន័យថាបញ្ជាក់ប្រាប់វាថាអានឹងវាជាអីគេជាខ្សែដូចខ្សែភាពយន្តដូចរូបថតភាពយន្តឬក៏ដូចគំនូសគូសដៃគូសដោយពណ៌ Painter ភាពប្រកបនិយមគំនូសជីវចលឬក៏គំនូសជីវចលគឺដូចគ្នាទៅនឹងTom and Jerry អញ្ចឹងយើងចង់សរសេរបែបណាយើងចង់សរសេរបែប 3D ចង់ជាប្រភេទដូច Pixar ឬដូចស្អីមួយទៀតDisney មានស្អីមួយទៀតវាមានច្រើនពួកគំនូនឹង animation anime ជាប្រភេទដូចគ្នាទៅនឹងអារូបរបស់បោះជប៉ុននោះ
ធាតុបន្ថែម additional នេះគឺយើងចង់បន្ថែមអីពីលើហ្នឹងបន្ថែមពីលេខ6 7មក8អារម្មណ៍ emotion mood បញ្ជាក់អារម្មណ៍រូបភាពបង្ហាញដែលចង់បង្ហាញដូចជារូបហ្នឹងសរសេរដោយឲ្យចេញមកមុខបែបរំភើបអត់តក់ស្លុតអត់ញាប់ញ័រអត់ភ័យអត់អត់ស្ងប់ស្ងាត់ឬក៏ទុក្ខព្រួយលំបាកសំណុកសុខស្រួលអញ្ចឹងទាំងអស់នេះគឺយើងមកស្គាល់ហើយយើងសរសេរឧទាហរណ៍ថាខ្ញុំសរសេរជាភាសាខ្មែរនេះជួយសរសេរ prompt ដើម្បីបង្កើតរូបភាព AI ជាភាសាអង់គ្លេសអូខេខ្ញុំមួយម្ដងការសរសេរប្រាប់ទៅ DeepSeek នេះយើងសរសេរកន្លែងនេះមិនមែនយកទៅទេណានេះយកចាប់ពីត្រង់នេះការបង្ហាញទស្សនវិជ្ជាដ៏ធំទូលាយអញ្ចឹងទី1ចាប់ផ្ដើមចូលរឿងនឹងគួរឲ្យរំភើបនៃអ្នកចម្បាំងតាមពិតការបង្ហាញទស្សនវិជ្ជាដ៏ធំទូលាយនឹងគួរឲ្យរំភើបតាមពិតយើងដកអាពាក្យគួរឲ្យរំភើបព្រោះវាគួរឲ្យរំភើបនៃអ្នកចម្បាំងចិនអូខេតាមយល់ដសង្ហាស្លៀកពាក់ខ្មៅឯកសន្តានសម័យដើមរបស់ចិនដូចក្នុងភាពយន្តឈរកាន់ដាវក្បាច់ក្នុងក្បាច់ត្រៀមប្រយុទ្ធទេប្រយុទ្ធខុសប្រយុទ្ធអើអេយ៉ាបជើងរទេលុបទាំងអស់ចេញដល់យើងមើលវាចេញអីអូខេប្រយុទ្ធទេត្រៀមខ្លួនអត់ចេញមែនប្រយុទ្ធតាមពិតសរសេរត្រូវតែវាអត់ចេញបយើងរអូខេចាំតិចទៀតខ្ញុំចូលទៅ convert វានៅក្នុង Microsoft Word អឺត្រៀមខ្លួនប្រយុទ្ធដៃស្ដាំកាត់ដាវដៃឆ្វេងកាន់ស្រោមដាវកន្លែងនេះប្រយ័ត្នផងប្រយ័ត្នដាក់តាស្រោមទៅទេមកប្រយ័ត្នចេញខុនដុំនឹងផ្ទាំងខាងក្រោយវាលធំល្វឹងល្វើយពណ៌មេឃថ្ងៃរៀបលិចពណ៌នៃរូបភាពមើលទៅមានភាពកក់ក្ដៅដូចជាក្នុងរឿងភាពយន្តអញ្ចឹងខ្ញុំយកប៉ុណ្ណឹងមកបើក DeepSeek ហើយយើងចុច Send ចាំមើលវាអានជាភាសានឹងឲ្យយើងបានអត់ភ្លេចប្រាប់ថាឲ្យវាសរសេរជាភាសាអីគេមិញស្រោមអូខេបង្កើតដល់ភាពអស្ចារ្យរស់រវើកមួយអ្នកឃើញអានេះអូខេខ្ញុំមានកំហុសមួយគឺខ្ញុំអត់បានប្រាប់ថាឲ្យវាសរសេរ prompt អញ្ចឹងខ្ញុំភ្លេចទៅនេះអញ្ចឹងខ្ញុំដកអាពាក្យនេះចេញអានេះខ្ញុំយកមកទៅនេះវិញសិនអូខេខ្ញុំ copy មកប៉ុណ្ណឹងអូខេបន្ទាប់មកយើងសាកជាភាសាខ្មែរហ្នឹងចាំមើលវាសរសេរឲ្យយើងបានអត់ឲ្យវាសរសេរជាភាសាអង់គ្លេសនេះអូខេនេះ prompt នេះចេញមកហើយអញ្ចឹងមិនដឹងថាវាយល់បានប៉ុន្មានទេណាអូខេអញ្ចឹងនេះគឺគេប្រាប់ពី style មកហើយថ្ងៃក្រោយយើងគ្រាន់តែចាំនៅតាមនឹងមកនេះ art style reference ស្អីគេ Fujifilm អញ្ចឹងយើងចង់ដឹងអានឹងស្អីគេមកស្ដាំទៅ search ក្នុង Google ទៅអញ្ចឹងយើងបាន prompt មកហើយយើង copy prompt នេះប៉ុណ្ណឹង copy មកឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅក្នុង Meta ខ្ញុំចូលមកខាង Meta អានេះ Meta AI ជារបស់ក្រុមហ៊ុន Facebook អញ្ចឹងខ្ញុំផាសមកបន្ទាប់មកខ្ញុំចុច Change ចាំមើលវាចេញមកដូចអ្វីដែលយើងចង់បានឬក៏អត់យើងអាចកែបាននេះឃើញទេអញ្ចឹងនេះគឺរូបតាមពិតអឺរូបទាំង4
រូបមួយណាដែលវាដូចទៅនឹងអ្វីដែលយើងចង់បានបំផុតឥឡូវយើងមកមើលរូបទី1នេះខ្ញុំ download យើងប្រាប់ថាអឺដៃស្ដាំនេះណោះដៃស្ដាំកាន់ដាវតែដៃឆ្វេងកាន់ស្រោមឥឡូវស្រោមនៅចកេះ រូបទី1វាអត់ធ្វើឲ្យទេអូខេរូបទី2បន្ថែមមនុស្សមកម្នាក់ទៀតមកជួយកាន់ស្រោមអត់នេះនឹងមែនបន្ថែមមនុស្សម្នាក់ទៀតមកជួយកាន់ស្រោមខុសអូខេអត់ត្រូវដែររូបទី3រៀងក្បាច់វាត្រូវប្រយុទ្ធវាត្រៀមប្រយុទ្ធត្រៀមអស់ហើយតែទី3ក៏នៅតែអត់កាន់ស្រោមទៀតនេះទី4ចាប់ផ្ដើមកាន់អូខេត្រៀមប្រយុទ្ធដូចគ្នាអញ្ចឹងនេះហើយគឺអ្វីដែលយើងចង់បាននៅពេលដែលយើងប្រាប់គេច្បាស់លាស់គេនឹងធ្វើឲ្យហើយសម្រាប់ Meta AI ក៏អឺមានការធ្វើ animation នៅតំណឹងផងដែរយើងឧទាហរណ៍ថានេះខ្ញុំជ្រើសរើស916គឺប្រើសម្រាប់អឺ reel short ឬ TikTok អញ្ចឹងយើងចុច916នឹងមកចុច generate អញ្ចឹងមកសន្ទុះនេះវាកំពុងតែ generate រូបហ្នឹងឲ្យទៅជាចលនាយើងចង់បានមួយណាយើងយកមួយហ្នឹងទៅចាំមើលវាចេញចលនាមកអូខេចលនាមកហើយ animation នេះចាំមើលវាចលនាថាម៉េចចុំមិនបានអូខេ916នេះ animation មួយមើលអូខេនេះឃើញទេមានចលនាមកនេះមុខកាមេរ៉ាមកនេះអញ្ចឹងនេះគឺមេរៀនតាក់ទងនឹងការសរសេរហើយទាំងអស់នេះមិនមែនតែសរសេរសម្រាប់ខ្សែភាពយន្តចិនទេខ្ញុំចង់លម្អិតតាក់ទងជាមួយនឹងការបញ្ជា prompt ធ្វើម៉េចឲ្យអឺសរសេរឲ្យ AI ហ្នឹងសរសេរ prompt ឲ្យយើងសរសេរ clear បញ្ជាការបញ្ជារបស់យើងហ្នឹងចេញអញ្ចឹងទាំងអស់គ្នាពេលមើលអានឹងហើយអាចធ្វើលំហាត់ធ្វើហើយផ្ញើមកខ្ញុំមួយអញ្ចឹងឧទាហរណ៍ថាឥឡូវអានេះវាជាខ្សែភាពយន្តចិនអញ្ចឹងយើងអាចបង្កើតខ្សែភាពយន្តខ្មែរថៃលាវយួនបារាំងអង់គ្លេសអីស្រេចទៅលើយើងតែយើងត្រូវfollow ទៅតាម8ចំណុចនេះអូខេអញ្ចឹងអរគុណច្រើនសម្រាប់មេរៀនមួយនេះសង្ឃឹមថានឹងមានអ្នកផ្ញើ homework ក្នុងការកែតម្រង់ព្រមហើយផ្ញើមកខ្ញុំដើម្បីឲ្យខ្ញុំអឺមានចិត្តដើម្បីចែកម្លែកតទៅទៀតអរគុណច្រើន